រឿងអន្លង់ស្នេហ៍ភរិយាក្មេងនិងមេតបនៅក្នុងភូមិគ្រិស្តដ៏ធំស្កឹមស្កាយរបស់សេដ្ឋីវ័យចំណាស់អុកញ៉ារិតគឺប្រៀបបាននឹងទ្រង់នាមដ៏ឯកោម៉ាលីជានារីក្រីក្រដ៏ស្រស់សោភាម្នាក់ត្រូវបានឪពុកម្ដាយបង្ខំឲ្យរៀបការធ្វើជាភរិយាចុងរបស់សេដ្ឋីដើម្បីសងបំណុលគ្រួសារសម្រាប់អុកញ៉ារិតនាងគ្រាន់តែជារបស់លេងថ្មីដ៏មានតម្លៃដែលលោកបានទិញមកដោយប្រាក់ប៉ុណ្ណោះអាពាហ៍ពិពាហ៍នេះបានបង្កើតនៅគំនុំនិងការច្រណែនឈ្នានីសយ៉ាងខ្លាំងពីសំណាក់ជំទាវស្រីដែលជាភរិយាដើមរស់នៅក្នុងភូមិគ្រឹះដ៏ធំទូលាយម៉ាលីប្រៀបដូចជាសត្វស្លាបដែលត្រូវគេឃុំកាំងគ្មានសេរីភាពសូម្បីតែស្នាមញញឹមជំទាវស្រីតែងតែរកយកទោសកំហុសនិងធ្វើបាបផ្លូវចិត្តនាងជារៀងរាល់ថ្ងៃម៉ាលីបានត្រឹមតែខំមាត់សង្កត់ចិត្តទ្រាំលេបភាពជូរចត់ដើម្បីតែសេចក្តីសុខរបស់គ្រួសារនាងនៅឯស្រុកកំណើតនៅក្នុងភូមិគ្រឹះនេះមានមេតបកំឡោះម្នាក់ឈ្មោះវាសនាជាអង្គរះផ្ទាល់និងជាមនុស្សចំណិតបំផុតរបស់សេដ្ឋីវាសនាជាបុរសស្មោះត្រង់មុតមាំនិងមិនដែលហ៊ានងើបមុខសម្លឹងភរិយារបស់ចៅហ្វាយណាយឡើយគេរស់នៅដោយគោរពវិន័យយ៉ាងខ្ជាប់ខ្ជួនរហូតដល់ថ្ងៃមួយព្រហ្មលិខិតបានលេងសើចនឹងនាគទាំងពីរថ្ងៃមួយម៉ាលីបណ្ដាលេងកំសាន្តនៅសួនផ្កាឈូកក្រោយភូមិគ្រឹះដើម្បីបន្ធូរភាពតានតឹងតែម្នាក់ឯងដោយមិនប្រយ័ត្ននាងបានរអើជើងលើផ្ទាំងថ្មប្រុងនឹងធាក់ចូលទៅក្នុងស្រះទឹកដ៏ជ្រៅគ្រាន់តែមួយពព្រិចភ្នែកកម្លាំងដៃដ៏រឹងមាំរបស់មេតបវាសនាក៏បានស្ទុះមកត្រកងចង្កេះនាងជាប់ពីក្រោយក្រាក់សាយភ្នែកទាំងពីរបានរត់ប៉ះគ្នាជាលើកដំបូងវាជាអារម្មណ៍រំភើបញាប់ញ័រដល់ពួកគេមិនធ្លាប់ជួបប្រទះពីមុនមកវាសនាប្រញាប់ដកដៃចិនហើយលុតជង្គង់ចុះភ្លាមដោយភាពភ័យខ្លាចចំពោះការបំពានវិន័យម៉ាលីឈរគៀងបេះដូងលោតខុសចង្វាក់នេះជាលើកទី1ហើយដែលនាងទទួលបានការការពារដ៏កក់ក្ដៅបែបនេះយប់នោះម៉ាលីដេកមិនលក់សោះរូបរាងដ៏សង្ហានិងកែវភ្នែកដ៏មុតស្រួចរបស់វាសនាបានដកជាប់កណោបេះដូងនាងបាត់ទៅហើយចំណែកវាសនាក៏ព្យាយាមហ្វឹកហាត់ដាវទាំងយប់ដើម្បីលុបបំបាត់អារម្មណ៍ក្បត់ដែលកំពុងដុះពន្លកក្នុងចិត្តទោះខំទប់អារម្មណ៍យ៉ាងណាក៏ក្រាក់សាយភ្នែកញាក់ទាំងពីរតែងតែលួចសម្លឹងរកឃ្វារាល់ពេលដាកាត់ប៉ុន្តែកាយវិការដ៏លួចលាក់នេះមិនអាចគេចផុតពីកែវភ្នែកដ៏ពិស្ពុលរបស់ជំទាវស្រីបានឡើយមួយសប្តាហ៍ក្រោយមកអុកញ៉ារិត្រីចិនដំណើរទេប្រមូលពន្ធនៅខាត់ឆ្ងាយអស់ពេលជាច្រើនថ្ងៃគ្រាន់តែលោកម្ចាស់ចិនផុតភ្លាមជំទាវស្រីក៏ចាប់ផ្ដើមបញ្ចេញអំណាចគៀបសង្កត់ម៉ាលីកាន់តែខ្លាំងម៉ាលីត្រូវធ្វើការធ្ងន់រហូតដល់យប់ងងឹតភាពកំសត់និងភាពឯកោធ្វើឲ្យនាងយំសោកយ៉ាងស្ងៀតស្រាប់តែពេលនោះវាសនាបានលេចមុខមកដោយស្ងប់ស្ងាត់មិនខ្វល់ពីច្បាប់ទម្លាប់តឹងរឹងរបស់ភូមិគ្រឹះឡើយការព្រួយបារម្ភរបស់មេតបកំឡោះបានធ្វើឲ្យរបាំងវិន័យរវាងបម្រើនិងចៅហ្វាយណាយរលាយបាត់ទាំងស្រុងវាសនាមិនខ្វល់ពីសេចក្តីស្លាប់គេគ្រាន់តែមិនអាចទ្រាំមើលនារីដែលខ្លួនលួចស្រឡាញ់ត្រូវគេរងទុក្ខតទៅទៀតនៅក្នុងភាពងងឹតនិងភាពឯកោបេះដូងពីរដែលស្រេកឃ្លានសេចក្តីស្រឡាញ់ក៏រត់ចូលរកគ្នាដោយងងឹតងងឹលចំណែកទំនងលួចលាក់ដ៏គ្រោះថ្នាក់បំផុតនេះបានកកើតឡើងនៅក្នុងទ្រង់មាសមួយនេះស្រាប់តែមានសម្លេងអ្នកបម្រើដើរលប៉ាតកាត់ទីនោះពួកគេប្រញាប់ពួនលាក់ខ្លួនដោយបេះដូងលោតញាប់ស្ទើរតែធ្លីចេញពីទ្រូងនេះគឺជាការចាប់ផ្ដើមរបស់ហ្គេមស្នេហាដែលប្រថុយនឹងជីវិតកាលវេលាកន្លងផុតទៅស្នេហ៍លួចលាក់របស់អ្នកទាំងពីរកាន់តែឆេះសន្ធោសន្ធោខ្លាំងឡើងមិនអាចទប់ស្កាត់បានប៉ុន្តែគ្មានអតីតកំបាំងណាដែលបិទជិតរហូតឡើយខ្សែរយៈរបស់ជំទាវស្រីបានសង្កេតឃើញភាពខុសប្រក្រតីនេះជំទាវស្រីញញឹមយ៉ាងពិស្ពុលនេះគឺជាឱកាសមាសដែលនាងអាចកម្ចាត់ម៉ាលីបានដោយស្របច្បាប់ទីបំផុតអុកញ៉ារិតបានបញ្ចប់ការងារនិងធ្វើដំណើរត្រឡប់មកដល់ភូមិគ្រឹះវិញហើយគ្រាន់តែមកដល់ភ្លាមជំទាវស្រីក៏ចាក់រុកបញ្ឆេះគំហឹងលោកម្ចាស់ដោយរៀបរាប់ពីការសង្ស័យរបស់នាងអុកញ៉ារិតបន្ទោសគំហឹងយ៉ាងសន្ធោសន្ធោតែលោកសង្កត់ចិត្តមិនទាន់វាយស្មៃបង្អើលពួសលោកចង់តាមចាប់ឲ្យបានស្ដែងដោយដឹងខ្លួនថាកំពុងមានគ្រោះថ្នាក់វាសនានិងម៉ាលីបានរៀបចំផែនការរត់គេចខ្លួនទៅសាងជីវិតថ្មីនៅយប់នោះពួកគេលួចបោះជំហានយ៉ាងប្រុងប្រយ័ត្នបំផុតកាត់តាមរបៀងងងឹតឆ្ពោះទៅកាន់ទ្វារក្រោយនៃភូមិគ្រឹះសេរីភាពនិងក្តីស្នេហាកំពុងរង់ចាំនៅខាងក្រៅទ្វារនេះហើយ
ប៉ុន្តែស្រាប់តែភ្លើងក្បប់រាប់ជាតិភ្លើងបាំងភ្លឺប្រុងព្រាតឡើងឡោមព័ទ្ធញាក់ទាំងពីរជុំចិត្តនេះគឺជាអន្ទាបកំហឹងរបស់អុកញ៉ារឹតឆេសន្ធោសន្ធោសេចក្តីទុកចិត្តបានប្រែជាការក្បត់ដ៏សាហាវបំផុតជំទាវស្រីសចំអោតដោយក្តីពេញចិត្តព្រោះបន្លាចនេត្រារបស់នាងកំពុងតែដោះចេញហើយដើម្បីការពារជីវិតស្រីជាទីស្រឡាញ់វាសនាសុខចិត្តទម្លាក់អាវុធលុតជញ្គុណទទួលកំហុសតែម្នាក់ឯងតែម៉ាលីមិនព្រមរស់នៅដោយគ្មានគេនាងសុខចិត្តស្លាប់រួមរណ្ដៅជាហើយជារស់នៅក្នុងទ្រង់មាសដ៏សែនវេទនានេះពួកសំណាសសារភាពនេះធ្វើឲ្យអុកញ៉ារិកកាន់តែឈ្គួនវង្វេងលោកបញ្ជាឲ្យឆាមទាំងអកចូលកាប់សម្លាប់អ្នកទាំងពីរគ្មានប្រណីវាសនាមិនព្រមចោះចាញ់ឡើយគេងើបឈរវាយបក់វិញដោយខ្លាដំបាំងដើម្បីបើកផ្លូវរត់សមរភូមិបង្ហូរឈាមកណ្ដាលអធិត្រីបានផ្ទុះឡើងទោះមេតបពូកែយ៉ាងណាក៏កម្លាំងតិចមិនអាចទប់ទល់នឹងកម្លាំងច្រើនបានយូរឡើយផ្លាដាវដ៏មុតស្រួចបានគៀសចំស្មារបស់វាសនាបង្ហូរឈាមស្រោចពេញដីដោយកម្លាំងនៃក្តីស្រឡាញ់គេខំធ្មេញទាត់ទ្វីក្រោយរបើករួចទាញដៃម៉ាលីរត់ចូលទៅក្នុងភាពងងឹតសេដ្ឋីកំណាចមិនព្រមលែងដៃលោកបញ្ជាឲ្យកងទ័ពនឹងឆ្កែប្រមាញ់ដេញតាមប្រកិតពីក្រោយភ្លាមពួកគេរត់ត្រួតត្រាយព្រៃកណ្ដាលយប់ងងឹតឈាមរបស់វាសនាចេះតែហូរស្រក់ជាបន្តបន្ទាប់ធ្វើឲ្យកម្លាំងគេកាន់តែចុះខ្សោយសំឡេងឆ្កែព្រុសនិងពន្លឺភ្លើងក្បប់របស់ឆាមតាមមុខកាន់តែខិតឡើងប្រៀបដូចជាមិត្តរាយកំពុងដេញតាមចាប់ព្រលឹងវាសនាទ្រាំលែងបានក៏ដួលចំពុកជើងគេដឹងខ្លួនច្បាស់ថាបើបន្តរត់ទាំងពីរនាក់ច្បាស់ជាត្រូវស្លាប់ទាំងសងខាងមិនខានមកដល់មាត់ទន្លេពួកគេប្រទះឃើញទូកចាស់មួយនេះគឺជាច្រកចេញតែមួយគត់វាសនាលើកនាងដាក់ក្លឹងទូកប៉ុន្តែគេមិនព្រមឡើងតាមនាងឡើយគេសម្លឹងមកនាងដែលក្តីស្រឡាញ់ជាលើកចុងក្រោយគេសម្រេចចិត្តលះបង់ជីវិតដើម្បីធានាថានាងអាចរត់រួចគេរុញទូកនោះចេញទៅកណ្ដាលខ្សែទឹកដ៏កុងរំពឹងទុកឲ្យនាងស្រែកយំអង្វរទាំងបេះដូងប្រេះស្រាបមេតបដ៏ក្លាហានញាក់ក្នុងតទល់នឹងសត្រូវរាប់ជិបណាដើម្បីយកសាច់ស្រស់ឈាមស្រស់បិទផ្លូវមិនឲ្យអ្នកណាដេញតាមទូកនោះបានសមរភូមិចុងក្រោយបានបញ្ចប់ទៅដោយអង្អាចនិងសោកនាដកម្មគេបានតស៊ូរហូតដល់ដង្ហើមចុងក្រោយទោះត្រូវបាត់បង់ជីវិតតែស្នាមញញឹមចុងក្រោយរបស់គេគឺបានឃើញនារីដែលខ្លួនស្រឡាញ់មានសុវត្ថិភាពពន្លឺព្រះអាទិត្យរះឡើងនាំមកនូវសេរីភាពដែលម៉ាលីប្រាថ្នាប៉ុន្តែវាជាសេរីភាពដែលដូរមកពីជីវិតបរិសុទ្ធដែលនាងស្រឡាញ់បំផុត5ឆ្នាំកន្លងទៅម៉ាលីបានមកដល់ភូមិដាច់ស្រយាលមួយរស់នៅយ៉ាងស្ងប់ស្ងាត់ក្នុងនាមជាអ្នកភូមិធម្មតាគេលែងជាភរិយាសេដ្ឋីលែងមានទ្រង់មាសឃុំគៀងនាងរស់នៅដោយកម្លាំងញើសឈាមខ្លួនឯងយ៉ាងមានសេចក្តីសុខទោះវាសនាមិននៅប៉ុន្តែគេបានបន្សល់ទុកនូវកាដូដ៏មានតម្លៃមួយសម្រាប់នាងតស៊ូរស់នៅស្នេហ៍ពិតមិនមែនតតែបានរស់នៅជួបជុំគ្នាជារៀងរហូតឡើយពេលខ្លះការលះបង់ដើម្បីមនុស្សដែលខ្លួនស្រឡាញ់គឺជាក្តីស្នេហាដ៏អមតៈនិងបរិសុទ្ធបំផុតសូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់ដែលបានតាមដានទស្សនារហូតដល់ទីបញ្ចប់